ធ្វើរបងព្រំដែនរបស់សៀមថៃដោយខុសច្បាប់នៅតាមបណ្ដោយព្រំដែនកម្ពុជាថៃឡង់សន្ធិសញ្ញាបារាំងសៀមនិងអនុសញ្ញាបារាំងសៀមឆ្នាំ1904និង1907កំណត់ព្រំដែនអន្តរជាតិនៅពេលដែលសៀមមិនព្រមទទួលស្គាល់នៅការកំណត់ព្រំដែនតាមកតិកាសញ្ញាអន្តរជាតិហើយបោះបង្គោលព្រំដែននិងធ្វើរបងព្រំដែនស្រេចនឹងចិត្តគឺជាអំពើខុសច្បាប់អន្តរជាតិអំពើខុសច្បាប់អន្តរជាតិនេះនឹងកត់ត្រាទុកជាកំណត់ហេតុដែលត្រូវតវ៉ាទៅមុខទៀតទោះបីសៀមអំនួតប៉ុណ្ណាក៏ដោយក៏អ្វីដែលជាចំណុចកត់សម្គាល់នៃកំហុសឈ្លានពានរបស់សៀមមកលើប្រទេសកម្ពុជាត្រូវកម្ពុជាបន្តតវ៉ារហូតទៅមុខទៀតទោះត្រូវការរយៈពេលប៉ុន្មានឆ្នាំក៏ដោយណានេះគឺជាអ្វីដែលត្រូវពិនិត្យមើលសៀមធ្វើរបងព្រំដែនតើធ្វើយ៉ាងម៉េចឲ្យសៀមចាញ់គឺកំណត់ការទូតប្រឆាំងនឹងសៀមដូចបានធ្វើរួចមកហើយដែលអនុទិនចានវិរៈគុណបាននិយាយថាខ្មែរយើងនឹងបង្កហេតុជាមួយសៀមដោយនិយាយរឿងទឹកដីនៅព្រៃច័ន្ទជោគជ័យការដែលយើងនិយាយពីទឹកដីនៅព្រៃច័ន្ទនិងជោគជ័យពីព្រោះអំពើឈ្លានពានរបស់សៀមទើបខ្មែរយើងនិយាយលោកអ៊ំហេតុអ្វីសៀមហ៊ានអត់មានហេតុអ្វីទេវាវាយឈ្នះយើងម្ដងវាចូលវាអញ្ចឹងយើងត្រូវខំវាយឲ្យឈ្នះវាវិញនេះគឺជាការតស៊ូរបស់យើងណានឹងអញ្ចឹងណា